บางคนត្រូវចាំណាសាមគ្គីផ្ទៃក្នុងហ្នឹងគឺត្រូវកើតអំពីបាតគ្រឹះរបស់វាគឺយុត្តិធម៌អ្វីក៏ដោយត្រូវតែមានយុត្តិធម៌គ្រប់ពេលទាំងអស់អ្នកត្រូវតាមខណៈចិត្តរបស់អ្នកឲ្យទាន់ពីព្រោះការប្រស្រ័យតាក់ទងវាអាចនឹងមានការប៉ះទង្គិចខ្លាំងណាស់សម្ដីរបស់យើងការងាររបស់យើងទឹកមុខរបស់យើងវានឹងនាំឲ្យមានអរិយភាពក្នុងទំនាក់ទំនងទាំងអស់ដូច្នេះអ្នកត្រូវប្រយ័ត្នខណៈចិត្តទី1របស់អ្នកពេលអ្នកនិយាយទៅកាន់អ្នកដទៃអ្នកច្បាស់អំពីខណៈចិត្តរបស់អ្នកឬនៅតើអ្នកនិយាយប្រងជាអំនួតតើអ្នកនិយាយប្រងធ្វើជាសម្ដែងឬអ្នកមានបំណងចង់ជួយអ្នកដទៃពិតប្រាកដឲ្យច្បាស់បើអ្នកមានបំណងសម្ដែងទេសូមអ្នកកុំធ្វើបើអ្នកមានបំណងចង់ជួយចាំអ្នកធ្វើបើអ្នកឃើញអ្នកដទៃចូលមកបើអ្នកពិតជាមានបំណងចែករំលែកការកក់ក្ដៅការស្វាគមន៍មួយដ៏ពិតប្រាកដដែលផុសចេញពីក្នុងដីចិត្តចាំអ្នកធ្វើបើអ្នកព្រមសម្ដែងទេសូមអ្នកកុំធ្វើអ្នកដទៃនឹងមិនបានរបស់ពិតពីអ្នកទេគេនឹងបានរបស់ខ្លាយនៅថ្ងៃណាមួយគេដឹងថានឹងជារបស់ខ្លាយគេកើតអរិយភាពក្នុងដីចិត្តបងប្អូនមើលក្រុមហ៊ុនសប្តាហ៍នេះទៅមានគេអីទៅមើលបងប្អូនតែលបងទៅសិនតើបើគេមើលនិយាយពីសម្ដែងរហូតអូសូមស្វាគមន៍សូមអីណាវាខំឯណាបងតែខំឯប៉ុន្តែបងប្អូនពិចារណាមើលសិតតែសម្ដែងទាំងអស់បើអ្នកសម្គាល់ខ្លួនអ្នកថាអ្នកនឹងប្រងសម្ដែងទេសូមអ្នកកុំធ្វើបើអ្នកមានបំណងចង់ផ្ដល់ឲ្យអ្នកដទៃនៅភាពកក់ក្ដៅមួយយ៉ាងពិតប្រាកដចាំអ្នកធ្វើសូមអ្នកតាមខណៈចិត្តនេះមួយរបស់អ្នកកុំច្បាស់បើអ្នកចង់សម្ដែងសូមអ្នកកុំធ្វើបើអ្នកច្បាស់ថាអ្នកពិតជាមានបំណងចង់ផ្ដល់អ្វីមួយទៅឲ្យអ្នកដទៃចាំអ្នកធ្វើនេះគឺជាតម្លៃពិតរបស់អ្នកសូម្បីតែលោកដៃទៅកាន់អ្នកជំងឺក៏ដោយលោកដៃទៅកាន់មិត្តភក្តិក៏ដោយសូមអ្នកបញ្ជូនសេចក្តីស្រឡាញ់បញ្ជូនទឹកចិត្តដែលជាចេតនាពិតប្រាកដនៅក្នុងសកម្មភាពរបស់អ្នកនេះអញ្ចឹងណាបងប្អូនបានវាអាចកើតសាមគ្គីភាពក្នុងប្រទេសរបស់យើងឡើងវិញប្រទេសរបស់យើងណាបងប្អូនគេធ្វើឲ្យខ្ទេចខ្ទីដោយចេតនារបស់គេពីព្រោះគេដឹងថាជនជាតិមួយនឹងមានលក្ខណៈល្អច្រើនយ៉ាងណាស់ប៉ុន្តែវាមានបញ្ហាមួយគឺខ្សោយខាងគូក្បាលឆាប់ជឿគេណាដល់ពេលអញ្ចឹងគេមានបំណងបំផ្លាញជនជាតិយើងទីបំផុតទៅជនជាតិយើងមកដល់ដំណាក់កាលនេះមែនពីព្រោះយើងអត់ខ្លាំងដីក្នុងយើងគឺជាមនុស្សរងអតិ